Sim Reap International Airport. Welcome. Welcome you all. Yay! Bye bye. ស្លាយអត់បងប្អូនមុនមកបំកាច់សេតា Welcome to Sim Reap តែត្រឡប់ទៅវិញខ្ញុំនឹកឃើញ Welcome to Sim Reap ព្រោះថ្ងៃដែលមកនោះវាអស់កម្លាំងមកយប់ទើភ្លឺអញ្ចឹងហើយវានិយាយទៅវានឹកឃើញបងប្អូនអើយតែ10000នេះវិញនេះឲ្យតែគាត់ដឹងថាគាត់ធ្វើដំណើរមិនថាធ្វើការលើកប៉ានិយាយទៅឲ្យដឹងធ្វើដំណើរដឹងយប់នឹងគេដេកអោបនិតឲ្យគេថាប៉ាកុំឲ្យទៅអីតែប៉ាគេប្រាប់ថាអត់ទេកូនអើយប៉ាត្រូវទៅដោយសារតែប៉ាផុតវីសាបើសិនជាប៉ានៅមួយថ្ងៃយើងត្រូវ pay $10 អញ្ចឹងណាហើយមួយទៀតប៉ាត្រូវទៅពិនិត្យសុខភាពដើម្បីត្រឡប់ទៅធ្វើការលើកប៉ាល់វិញប៉ុន្តែកូនគេថាអត់ទេប៉ាអត់អីទេចាំកូនចេញលុយឲ្យព្រោះប៉ាគេថាកូនបានលុយប៉ុណ្ណាចុះលុយប៉ាឲ្យម៉ែចង់ចាប់លុយប៉ាអណ្ដែតបងប្អូនអើយហើយខ្ញុំអត់តាន់ទៅជាមួយពូម៉ៅទេដោយសាររងចាំយកប៉ាសពតសុកជាថ្ងៃទី18សិនហើយមួយវិញទៀតក៏ខ្ញុំអត់តាន់មានសម្បត្តិចំហដែររងចាំគេដោះស្រាយអញ្ចឹងណាបានក៏គាត់ហើយមុនគាត់ធ្វើដំណើរទៅខ្ញុំរៀបចំអាហារពេលព្រឹកឲ្យគាត់មានស្អីទេបងប្អូនមានចាប់ប៉ាទីមានប៊ឺមានជីសឬក៏មានពងមាន់មួយហើយខ្ញុំក៏បានទិញបាយមួយកញ្ចប់បាយមាន់ដែលថាបាយហៃណាមនៅក្រោយពូលង្ការនឹងឯងពូម៉ៅចិត្តញ៉ាំខ្លាំងណាស់ហើយខ្ញុំក៏សូមពេលវេលាមកណែនាំស៊ូរបស់ពួកណាថាល្អប្រស់ខ្លាំងណាស់បងប្អូនដាក់តែបន្តិចទៀតមានពពុះច្រើនលាងសម្អាតកូហ្វតលីដេចេញពីសាច់កណាត់បានល្អធ្វើឲ្យសាច់កណាត់នឹងឡើងទន់មានក្លិនក្អូបអាហារទាំងទៅផងហើយក្រុមរបស់គាត់មានប្រភពច្រើនអ្វីដែលសំខាន់ជា brand របស់កូនខ្មែរ Made in Cambodia ចឹងហើយបើសិនជាបងប្អូនចំណាប់អារម្មណ៍អាចរកទិញតាមផ្សារឬក៏ឆាតទៅ page របស់គាត់ផ្ទាល់ដែលខ្ញុំដាក់នៅក្នុងវីដេអូនេះក៏បានដែរអរគុណហើយនេះមកមើលនេះវិញបងប្អូនដែលខ្ញុំត្រៀមពូម៉ៅត្រៀមជូនពូម៉ៅទៅពលានយន្តហោះអញ្ចឹងខ្ញុំថាមិនបាច់ទៅទេម៉ែអើយដោយសារតែយើងអត់មានឡានយើងឲ្យមីជូនទៅអញ្ចឹងទៅមានតែផាសស្អាតទូចគ្រាន់តែដាក់បាលីវារកកន្លែងអង្គុយមិនបានផងតែគាត់នៅតែចង់ទៅពូម៉ៅប្រាប់ថាមិនបាច់ចាំជូនគាត់ទៅទេចាំជូនខ្ញុំវគ្គក្រោយហ្មងទៅដោយសារតែមានកន្លែងជីវាឆ្អៀតមួយវិញទៀតពួកខ្ញុំក៏សូមខ្លួនជូនទៅដោយសារគាត់ចង់ឃើញពលានយន្តហោះថ្មីហើយនៅក្នុងវ៉ាលីពូម៉ៅសុទ្ធតែផ្លែស្វាយដែលគាត់បានវេចខ្ចប់ជាមួយกระดาษអាលុយខ្ញុំនឹងហើយម្ដាយខ្ញុំគាត់មិនសុខចិត្តទេបងប្អូនគាត់នៅតែចង់ទៅក៏រត់ទៅផ្ទះបងប្អូនខ្ញុំឡើងលឿនទៅដូរសម្លៀកបំពាក់មកឈុតទៀតហើយខ្ញុំក៏ថាម៉ែអើយមកទៅហើយពូម៉ៅក៏ប្រាប់ដែរថាមានកន្លែងជីទេប៉ុន្តែថាអត់ទេសូមទៅដែរខ្ញុំក៏កាយវិការប្រាប់ពូម៉ៅថាមិនបាច់ទៅទេនៅនឹងហើយរស់ស៊ីទាំងអស់គ្នាគ្រាន់ឬក៏មានបាននៅនឹងអីចឹងណានិយាយទៅបងប្អូនម្ដាយខ្ញុំទោះបីជាគាត់ហៅថាវែងក៏ដោយប៉ុន្តែឲ្យតែមានកូនចាក់ចេញពីគាត់ដូចថាគាត់មានអារម្មណ៍មួយដឹងតែហ្មងហើយពូម៉ៅគាត់ត្រឹមជាកូនភាសាទេបើសិនដល់វគ្គខ្ញុំទៅមិនដឹងជាទឹកភ្នែកទឹកស្បោប៉ុណ្ណាទេបងប្អូននៅសំបីតែម្ដាយខ្ញុំទៅក៏ដោយថ្ងៃមុននៅពេលដែលខ្ញុំជួនដំណើរប្អូនខ្ញុំ2នាក់ទៀតទៅស្រុកគេវិញដល់ពេលចឹងទៅខ្ញុំប្រាប់គាត់ថាពួកទាំងអស់ហ្នឹងទៅរំធុងបាសទេម៉ែអញចង់ទៅរំធុងបាសមែនគាត់ថាអត់ទេមិនខកអញទេអញដឹងហើយថាវាមកកន្លែងណាទៅកន្លែងហ្នឹងគាត់ថាអញមិនដឹងថាស្រុកភូមិវាឈ្មោះអីអញ្ចឹងហើយគាត់ថាអីទេទៅចុះហើយម្ដាយខ្ញុំរាល់ថ្ងៃអត់ដឹងថាខ្ញុំឈ្មោះអីទេគ្រាន់តែដឹងថាខ្ញុំជាកូនប៉ុណ្ណឹងតែលេចមើលសុកជានឹងឪគេវិញអូជិះម៉ូតូតាមផ្លូវជាផាសស្អាតតាមផ្លូវ Sweet មហាហើយពលានថ្មីសៀមរាបយើងនឹងអូបងប្អូនស្អាតខ្លាំងណាស់មិនថាផ្លូវចេញផ្លូវចូលលើខាងក្នុងទេនិយាយទៅខ្ញុំឲ្យ the best តែម្ដងណាតែអ្វីដែលសំខាន់អត់សូវមានទេសចរប៉ុន្មានទេពេលខ្ញុំមកហ្នឹងយន្តហោះគេមាន180កៅអីឃើញយន្តហោះដែលខ្ញុំបានជិះតែ40អីទេហើយនៅពេលដែលប្តីខ្ញុំទៅវិញក៏ដូចតែគ្នាអត់សូវមានព្យាទេសចរប៉ុន្មានទេអញ្ចឹងហើយមានតែពួកយើងនឹងឯងជួយព្យាយាមផ្សព្វផ្សាយម្នាក់តិចម្នាក់តិចអ្នកណានៅប្រទេសណាក៏ព្យាយាមផ្សព្វផ្សាយនៅប្រទេសហ្នឹងទៅហើយអ្វីដែលសំខាន់យើងត្រូវផ្ដល់សេវាកម្មល្អដើម្បីតាក់ទាញគាត់ត្រឡប់មកស្រុកយើងម្ដងទៀតណាហើយសូមអធិស្ឋានលើកនេះបងប្អូនប្តីរបស់ខ្ញុំត្រឡប់ទៅវិញទៅឆ្លងកាត់ផ្ទះលេខ2ដោយសារខ្ញុំមានបញ្ហាសម្បត្តិចំហចឹងទៅវាអត់ជំរឿហើយសង្ឃឹមថានៅពេលខ្ញុំត្រឡប់ទៅវិញមិនឆ្លងកាត់ផ្ទះលេខ2ទៅចោះហើយវីដេអូខ្ញុំក៏មានប៉ុណ្ណឹងដែរអរគុណបងប្អូនជម្រាបលា